រឿងដំរីចង់រំរបាំបាលេមានដំរីមួយក្បាលឈ្មោះ BB ជាដំរីដែលមានមាឌធំនិងមានកម្លាំងខ្លាំងប៉ុន្តែបំណងប្រាថ្នារបស់វាគឺចង់ក្លាយជាអ្នករំរបាំបាលេដ៏ទន់ភ្លន់បំផុតនៅក្នុងព្រៃថ្ងៃមួយ BB បានឃើញកូនទន្សាយរំលោតយ៉ាងស្រាលនៅលើវាលស្មៅវាក៏និយាយទៅកាន់មិត្តភក្តិរបស់វាគឺសត្វចាប់អាយមើលចុះខ្ញុំនឹងរំឲ្យទន់ភ្លន់ជាងទន្សាយទៅទៀតខ្ញុំនឹងក្លាយជាដំរីដំបូងគេដែលចេះរំបាលេសត្វចាប់អាយរួចឆ្លើយថា BB ឯងមានជើងធំប៉ុនសសរផ្ទះបែងលោតរំច្បាស់ជាមានរញ្ជួយដីមិនខានទេ BB មិនស្ដាប់ទេវាបានយកស្បៃមុងចាស់មកចងធ្វើជាសំពត់រួចព្យាយាមឈរដោយប្រើចុងជើងវាចាប់ផ្ដើមបង្វិលខ្លួនយ៉ាងលឿនមើលណាស់ខ្ញុំរំហើយហុលយីដោយសារតែមាឌធំពេកពេលវាបង្វិលខ្លួនខ្លាំងពេកក៏បាត់បង់លំនឹងរួចក៏ដាំង BB បានដួលផ្ងាជើងធ្វើឲ្យដីក្បែរនោះរញ្ជួយដល់ថ្នាក់សត្វកណ្ដុររត់ចេញពីដីទាំងភ័យស្លន់ស្លោ BB ងើបមកវិញទាំងមុខក្រហមរួចនិយាយទៅកាន់សត្វវាយទៀតថាមិញនឹងមិនមែនខ្ញុំដួលទេគឺខ្ញុំកំពុងសម្ដែងឈុតផែនដីកម្រើកដើម្បីឲ្យការរំរបស់ខ្ញុំមើលទៅមានអំណាចតាអត្ថន័យអប់រំការមានក្តីស្រមៃជារឿងល្អប៉ុន្តែយើងត្រូវដឹងពីភាពខ្លាំងនិងភាពខ្សោយនៃរូបរាងកាយនិងសមត្ថភាពរបស់ខ្លួនឯងកុំព្យាយាមត្រាប់តាមអ្នកដទៃទាំងស្រុងរហូតភ្លេចពីតម្លៃពិតដែលខ្លួនមាន